OpenAI ជាណា OpenAI បានប្រកាសនៅថ្ងៃច័ន្ទទី5 ឧសភា 2025 ថាខ្លួននឹងនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ Non-Profit របស់ខ្លួនខណៈពេលដែលបន្តផែនការផ្លាស់ប្តូររចនាសម្ព័ន្ធនៃអង្គភាពស្វែងរកប្រាក់ចំណេញ For-Profit ដើម្បីទាក់ទាញទុនវិនិយោគបន្ថែមដើម្បីប្រកួតប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការរិះគន់និងបញ្ហាផ្លូវច្បាប់រួមទាំងបណ្ដឹងដ៏សំខាន់ពីគូប្រជែង Elon Musk ដែលចោទថា OpenAI បានងាកចេញពីបេសកកម្មដើមរបស់ខ្លួនក្នុងការអភិវឌ្ឍ AI ដើម្បីផលប្រយោជន៍មនុស្សជាតិ OpenAI បាននិយាយថាអង្គការមិនស្វែងរកប្រាក់ចំណេញនិងគ្រប់គ្រងសាជីវកម្មផលប្រយោជន៍សាធារណៈ Public Benefit Corporation នឹងក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្នុងនោះការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការពិភាក្សាជាមួយអ្នកដឹកនាំសង្គមនិងការិយាល័យ Acme TV នៃរដ្ឋ California និង Delaware ការផ្លាស់ប្តូរនេះមានគោលបំណងធ្វើឲ្យ OpenAI អាចរៃអង្គាសទុនបានច្រើនជាងមុនខណៈរក្សាបេសកកម្មសង្គមរបស់ខ្លួនទោះបីជាមានការព្រួយបារម្ភអំពីតុល្យភាពរវាងប្រាក់ចំណេញនិងផលប្រយោជន៍សាធារណៈក៏ដោយសូមអរគុណ